រលូតកូនឬក៏រំលោភកូនតើពេលណាដែលយើងអាចយកកូនបានទៀតអញ្ចឹងគេអាចបែងចែកថាបើសិនជាការរលូតកូនដោយឯងឧទាហរណ៍បងប្អូនធ្លាក់ដោយឯងអត់មានការអន្តរាគមន៍នៅការបូមសម្អាតឬក៏ធ្វើមធ្យោបាយទេបានន័យថាបើកូនទូចខែក្រោយគឺយើងចាប់ផ្ដើមមានទៀតបានដោយមិនបាច់រងចាំទេបើយើងមានយើងគ្រប់បានប៉ុន្តែបើសិនជាកូនធំកូននឹង2ខែ3ខែ4ខែឡើងឧទាហរណ៍ទេហើយមានការរលូតដែរប៉ុន្តែកូនធំហើយមាត់ស្បូនយើងឬក៏ទំហំស្បូនយើងវាធំអញ្ចឹងក្រោយការរលូតជាទូទៅយើងត្រូវរងចាំ2ទៅ3ខែក្រោយដែរវាដូចគ្នានឹងអន្តរាគមន៍បានន័យថាបងប្អូនទៅបូមសម្អាតយកកូនចេញកូនមិនលូតលាស់ឬក៏យើងយកចេញដោយប្រការណាមួយកូននឹងតិចជាង3ខែយើងត្រូវរងចាំ3ខែដែរទៅពេលយើងមកដល់2ដង3ដងទេយើងអាចយកបានផ្ទុយទៅវិញយើងយកកូនធំ4ខែ5ខែ6ខែឡើងទៅឬកូន7ខែអញ្ចឹងការរងចាំគឺយ៉ាងតិចបំផុតក៏6ខែឡើងលើដែរដើម្បីឲ្យមាត់ស្បូនយើងហ្នឹងត្រឡប់មកធម្មតាវិញទំហំស្បូនយើងមកធម្មតាវាអាចចន្លោះតែ1ខែកន្លះទៅ2ខែវាមកធម្មតាតែមាត់ស្បូនយើងត្រូវការពេលវេលាត្រូវការឲ្យគាត់ជាសះស្បើយអញ្ចឹងយ៉ាងតិចក៏អាចរងចាំ3ទៅ6ខែចាំបងប្អូនយកជាថ្មីចំពោះការសម្រាលកូនហើយយ៉ាងតិចក៏បងប្អូនត្រូវរងចាំ1ឆ្នាំដែរទើបយកកូនជាថ្មីចំពោះគម្លាតដែលល្អគឺ2ឆ្នាំឡើងលើគម្លាតដែលល្អដើម្បីយើងថែទាំខ្លួនយើងដែរ